ហើយពីស្ងប់ស្ងាត់តិចខ្ញុំបានចូលមកថតផ្ទះបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងបន្ទាយគោ6ដោយផ្ទះអូនធីផ្ទះនេះអញ្ចឹងបានឆេះទាំងស្រុងដោយសារគ្រាប់នៅចោលសៀមវាបានបាញ់ចំណាពីគ្រាប់អញ្ចឹងធ្វើឲ្យនេះបាទហើយមកដល់ពេលនេះគឺសភាពនៅតែបាញ់ផ្លោងនៅឡើយទេតែខ្ញុំឆ្លៀតឱកាសបន្តិចបន្តួចនេះដើម្បីមកមើលដើម្បីថតយកសកម្មភាពជូនថ្នាក់ដឹកនាំឲ្យបានជ្រាបបាទនៅសូមអរគុណបងប្អូនសូមអរគុណណាបាទมันខ្ញុំអត់ស្គាល់ដែរផ្ទះហ្នឹងបាទคนที่เราจะเห็นอันนี้ได้นะនេះខ្ញុំជាមួយក្រុមប្រឹក្សាក្រុងសម្រោងនេះមកមើលពេលស្ងាត់តិចនេះនៅក្នុងបន្ទាយគឺផ្ទះនេះនៅជាប់នឹងនេះបន្ទាយនៅក្នុងនេះបាទ